ចាសូមជម្រាបសួរទៅដល់អ្នកបច្ចេកទេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំបានលើកយកមេរៀនមួយតទៅជាមួយនឹងការកណនីកម្លាំងម៉ូទ័រជំរុញទឹកយកមកបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់មាតិការបស់យើងមាន5ចំណុចគឺទី1សេចក្តី5នៃមេរៀនរបស់យើងទី2រូបមន្តកណនីសម្ពាធទឹកទី3ការកណនីកម្លាំងម៉ូទ័រជំរុញទឹកហើយនឹងទី4របស់យើងនោះគឺការកណនីហើយទី5គឺការកណនីកម្លាំងម៉ូទ័រជំរុញទឹកអញ្ចឹងយើងកុំឲ្យកាត់ពេលវេលាយូរយើងទៅមើលមាតិកាមេរៀនទាំងអស់គ្នាអញ្ចឹងសម្រាប់សេចក្តីផ្ដើមនៃមេរៀនរបស់យើងគឺអ្នកគ្នាដឹងហើយថាការដំឡើងដោយប្រើម៉ូទ័រឬក៏ឧបករណ៍បន្ថយសម្ពាធទឹកហ្នឹងគឺគេអត់ប្រើ stand ទឹកទេគឺមានន័យថាគេប្រើម៉ូទ័រជំរុញទឹកដើម្បីភ្ជាប់ជាមួយនឹងឧបករណ៍បន្ថយសម្ពាធទឹកហ្នឹងទៅលើទយោឬក៏តាមជាន់នីមួយៗដើម្បីយើងអាចតម្រូវសម្ពាធទឹកតាមរយៈឧបករណ៍បន្ថយសម្ពាធទឹកដោយខ្លួនឯងបានដើម្បីទី1ទាមទារឲ្យសម្ពាធទឹកស្មើគ្នាទី2មុននឹងធ្វើការដំឡើងនោះគឺអ្នកនេះត្រូវផ្គត់ផ្គង់ទឹកទៅតាមសំណង់អគារនីមួយៗបានគ្រប់គ្រាន់ឬក៏អត់អញ្ចឹងយើងទាមទារឲ្យយើងមានការកណនីជ្រើសរើសប្រព័ន្ធតទៅជាមួយនឹងម៉ូទ័រជំរុញទឹកហើយនិងឧបករណ៍បន្ថយសម្ពាធទឹកអញ្ចឹងចំពោះការកណនីកម្លាំងម៉ូទ័រគឺដើម្បីយកមកប្រើប្រាស់ឲ្យបានសមស្របទៅតាមកម្ពស់នៃអគារនីមួយៗជារឿងចាំបាច់បំផុតអ្នកគ្នាដោយសារអីវាសំខាន់មែនទែនដែលអ្នកគ្នាចាំបាច់ថាត្រូវតែកណនីកម្លាំងម៉ូទ័រជំរុញទឹកអញ្ចឹងយើងចូលទៅមើលមាតិកាsorry អញ្ចឹងយើងចូលទៅមើលចំណុចទី2យើងទាំងអស់គ្នាចឹងសម្រាប់ចំណុចទី2របស់យើងគឺរូបមន្តកណនីសម្ពាធទឹកអញ្ចឹងរូបមន្តគោលរបស់វាគឺ P ស្មើជាមួយនឹង ρ គុណនឹង C គុណនឹង H ដែលអ្នកគ្នាដឹងហើយថារូបមន្តនេះគឺកណនីសម្ពាធទឹករបស់យើងថាសម្ពាធទឹកក្នុងអគាររបស់យើងមានប៉ុន្មានអញ្ចឹងតើតជាមួយនឹង P នេះគឺជាសម្ពាធទឹកមានខនាតគឺជាប៉ាស្កាល់ហើយ ρ នេះគឺជាដង់ស៊ីតេរបស់ទឹកមានខនាតគឺជាគីឡូក្រាមក្នុង1ម៉ែត្រគីបហើយ C នេះគឺជាកម្លាំងទំនាញផែនដីដែលមានខនាតគឺជាម៉ែត្រនៅក្នុង1វិនាទីការ៉េដែលជាទូទៅគឺយក 9.80 ណាអ្នកគ្នាបើអ្នកគ្នាតែខ្លះអ្នកឃើញ10អីចឹងទៅហើយសម្រាប់កម្ពស់វិញគឺហាស់គឺកម្ពស់របស់ទឹកមានខនាតគិតជាម៉ែត្រអញ្ចឹងសម្រាប់នេះគឺជារូបមន្តកណនីសម្ពាធទឹកនេះគឺចំណាំរូបមន្តនឹងមួយចូលដល់ចំណុចទី3របស់យើងគឺការកណនីកម្លាំងម៉ូទ័រជំរុញទឹករបស់យើងគឺរូបមន្តកណនីអញ្ចឹងសម្រាប់រូបមន្តគោលគឺ W ស្មើជាមួយនឹងហាស់គុណនឹងគុយចែកជាមួយនឹង 3960សមាសភាពរបស់វានីមួយៗគឺ W ជាកម្លាំងម៉ូទ័របូមទឹកដែលមានខនាតគឺជាសេះ HP ហ្នឹងដែលយើងដឹងថាអូ HP ហ្នឹងគឺកម្លាំងរបស់ម៉ូទ័រណាគ្នាអញ្ចឹង H គឺជាចម្ងាយដែលត្រូវបញ្ជូនទឹកដែលមានខនាតគឺជាម៉ែត្រហើយគុយវិញគឺជាអត្រាលំហូររបស់ទឹកដែលមានខនាតគឺជា GPM គេហៅ gallon per minute ណាអូខេអញ្ចឹងសម្រាប់តែគេមានឆ្ងល់ហើយ3960នេះបានមកពីណាអញ្ចឹងសម្រាប់នេះគឺជារូបមន្តគោលដែលយើងកំណត់មក standard របស់យើងគឺ W ស្មើជាមួយនឹង H គុណនឹងគុយចែកជាមួយនឹង3960អញ្ចឹងសម្រាប់ការកណនីកម្លាំងម៉ូទ័រជំរុញទឹកគឺត្រូវគោលចម្បងគឺយើងត្រូវស្គាល់ចម្ងាយហើយនឹងស្គាល់ទៅជាមួយនឹងអត្រាលំហូររបស់ទឹកដែលមានខនាតគឺជា GPM ហ្នឹងអូខេអញ្ចឹងចូលមកដល់លំហាត់ឧទាហរណ៍យើងទាំងអស់គ្នាអញ្ចឹងសម្រាប់ទី4នេះគឺការកណនីសម្ពាធទឹកអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយយកមកបានជូនអ្នកទាំងអស់គ្នាដែលនៅក្នុងនោះគេបាននិយាយថាគេមានធុងមួយកម្ពស់3ម៉ែត្រដែលត្រូវបានបំពេញដោយទឹកអញ្ចឹងថានៅក្នុងធុងហ្នឹងគឺសុទ្ធតែទឹកហើយយើងត្រូវចង់កណនីសម្ពាធទឹកនៅក្នុងធុងហ្នឹងអញ្ចឹងគេប្រាប់ដង់ស៊ីតេរបស់ទឹកនៅក្នុងធុងហ្នឹងគឺ1000គីឡូក្រាមក្នុង1ម៉ែត្រគីបដែលមានសន្ទុះទំនាញផែនដីហ្នឹងគឺផ្សេងគេយក 9.80 ម៉ែត្រក្នុង1វិនាទីការ៉េអញ្ចឹងសំណួរគេសួរថាគេឲ្យយើងកណនីសម្ពាធនៅក្នុងធុងហ្នឹងមានប្រមាណអញ្ចឹងយើងដាក់ចម្លើយមកអញ្ចឹងយើងដាក់មកថាសំណួរយើងសួររកអីគេសំខាន់ដំបូងគឺសំណួរសួររកអីអញ្ចឹងរកសម្ពាធទឹកនៅក្នុងធុងគឺយើងដាក់មកហើយតាមរូបមន្តគោលរបស់យើងមកដាក់រូបមន្តគោលថាបើគេរកសម្ពាធយើងត្រូវដាក់រូបមន្តសម្ពាធអញ្ចឹងសម្រាប់ការកណនីសម្ពាធទឹកគឺ P ស្មើជាមួយនឹង ρ គុណនឹង C គុណនឹង H ដែលបំប្រាប់របស់យើងស្រង់មក ρ ស្មើជាមួយនឹង1000គីឡូក្រាមក្នុង1ម៉ែត្រគីប Z ស្មើជាមួយនឹង 9.8 នៅម៉ែត្រនៅក្នុង1វិនាទីការ៉េហើយ H នេះគឺ3ម៉ែត្រអញ្ចឹងយើងបើបំរាប់យើងមានប៉ុណ្ណឹងអញ្ចឹងយើងនាំឲ្យ P ស្មើជាមួយនឹង1000គុណនឹង 9.8 គុណជាមួយនឹង3ស្មើប៉ុន្មានអ្នកទីកាចូលមកយកមកគិតទាំងអស់គ្នាគឺ1000គុណជាមួយនឹង9.8 គុណជាមួយនឹង3វាស្មើជាមួយនឹង 29400អញ្ចឹងសម្រាប់ដូចនេះគឺសម្ពាធទឹកនៅក្នុងធុងរបស់យើងហ្នឹងគឺមាន 29400 ប៉ាស្កាល់អូខេអញ្ចឹងចូលមកដល់ទី5គឺការកណនីជ្រើសរើសម៉ូទ័រជំរុញទឹកអញ្ចឹងអ្នកគ្នាដឹងហើយថាការកណនីម៉ូទ័រជំរុញទឹកគឺសំខាន់មែនតើនៅតាមអគារនីមួយៗជាពិសេសសម្រាប់អ្នក MVP គឺត្រូវដឹងអ្នកគ្នាដោយសារអីដោយសារយើងត្រូវការ design ឬក៏តម្លើងអីផ្សេងអញ្ចឹងសម្រាប់ឧទាហរណ៍ទី2នេះគឺគេថាអគារមួយត្រូវបានសាងសង់ឡើងមានកម្ពស់110ម៉ែត្រដែលគេត្រូវការប្រើទឹកច្រើនអញ្ចឹងគឺគេបានកំណត់យកអត្រាលំហូរទឹកហ្នឹងគឺ1500 GPM ដែលសម្រាប់គ្រប់គង់សរុប
ដូចគេថាអត្រាលំហូរទឹកហ្នឹងគឺគិតនៅក្នុងការគ្រប់គ្រងសរុបអញ្ចឹងគេសួរថាតើគេត្រូវការប្រើម៉ូទ័រដែលមានកម្លាំងប្រមាណសេះដើម្បីរុញទឹកទៅឡើងទៅលើអាគារកម្ពស់110ម៉ែត្រហ្នឹងអញ្ចឹងសម្រាប់ចម្លើយគឺយើងដាក់សំណួរធម្មតាដូចលើកមុនដែរបន្ទាប់មកយើងដាក់រូបមន្តគោលរបស់យើងគឺ W ស្មើជាមួយនឹង h គុណនឹងគុយចែកជាមួយនឹង3960អញ្ចឹងបំរាប់យើងស្រង់មក h ស្មើជាមួយនឹង110ម៉ែត្រហើយគុយស្មើជាមួយនឹង1500 GPM អញ្ចឹងនាំឲ្យ W គិតជាសេះនេះគឺស្មើជាមួយនឹង110គុណជាមួយនឹង15110គុណជាមួយនឹង15000ចែកជាមួយនឹង3960អញ្ចឹងបាន41.66សេះអញ្ចឹងអានេះគឺតែជាឧទាហរណ៍សម្រាប់ជាគំរូជូនអ្នកទាំងអស់គ្នាពេលដែលគ្នាជ្រើសរើសជាក់ស្ដែងអ្នកគ្នាត្រូវគិតពីអាគារនៅគិតថាអត្រាលំហូរទឹកហ្នឹងប្រហែលជាប្រមាណយើងត្រូវស្មានមកបន្ទាប់មកអ្នកគ្នាជំនួសចូលតាមខ្ញុំមកគឺឃើញហើយថាយើងត្រូវការជ្រើសរើសម៉ូទ័រជំរុញទឹកហ្នឹងប្រហែលសេះជាក់ស្ដែងអ្នកគ្នាការជ្រើសរើសគឺយើងសមាមាត្រជាមួយនឹងកម្ពស់អញ្ចឹងអ្នកគ្នាត្រូវដឹងថាកម្ពស់ហ្នឹងប្រហែលឲ្យជាក់ស្ដែងអញ្ចឹងសម្រាប់លំហាត់នេះគឺមានតែប៉ុណ្្នឹងទេតទៅជាមួយនឹងមេរៀនបើសិនជាអ្នកគ្នាមានចម្ងល់តទៅជាមួយនឹងការកណនាក៏ដូចជាការចំនួនលេខអីជាដើមអ្នកគ្នាអាចសួរបានហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយជម្រាបលា